Ok, ngày đi nhưng mà chạy mình lại tha lan ký sinh nhung tăng pi khương ní ta cua sạ mà rồi rò pê đi khía đi có sạ tập bài sập rồi đi khía để sao nhung phở phè lan ký sinh pi khương á chẳng đầm bây ở đăng bán tới tại dương đăng tháp phê đã quỳ này lan ní hay đăng lan nút khó khía bài mạch nhung phở lan pi ní và phê quỳ khó khía chẳng những sơi tới một phê đã quỳ ní LFP chẳng LFP ní cái này nong ở dương sạ mà rồi ឬ90ឬក៏100%រាល់ពេលដែលយើងសាកនៅផ្ទះចឹងទៅបាទហើយសម្រាប់ប្រភេទTesla long range វិញគឺប្រើប្រភេទអាគុយ NMC អញ្ចឹងប្រភេទអាគុយហ្នឹងគឺគេ recommend ឲ្យយើងសាកតែ80%ទេសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃណាសម្រាប់យើងដោតសាកនៅផ្ទះប្រចាំថ្ងៃយើងសាក100%បាននៅពេលដែលយើងទៅខេត្តផ្លូវឆ្ងាយឬក៏យូរម្ដងដូចជាមួយខែពីរខែម្ដងអីអាចសាក100%បានបើយើងអត់ទៅខេត្តណាអញ្ចឹងរបៀបប្រើប្រាស់ឡានអគ្គិសនីគឺខុសៗគ្នាទៅតាមប្រភេទអាគុយសាក80%រាល់ថ្ងៃឬក៏100%រាល់ថ្ងៃអាស្រ័យទៅលើប្រភេទអាគុយអញ្ចឹងបងប្អូនដើម្បីទិញទៅសាកកុំឲ្យខុសអាច search នៅក្នុងអ៊ីនធឺណិតបាន model ឡានរបស់ខ្លួនឯងហើយប្រភេទ long range ឬក៏អត់ប្រហែលគីឡូអីចឹងណាអញ្ចឹងគេនឹងបង្ហាញថាគួរតែសាក100%ឬក៏80%ជៀសវាងការប្រើប្រាស់ទៅខុសអូខេចង់ដឹងអ្វីបន្ថែមអាច comment សួរបាន follow ផងដើម្បីចង់បានព័ត៌មានបន្ថែមពីឡានអគ្គិសនី